ខ្លាំងមែនតែនព្រោះថាដូចថាខ្ញុំបដោបដាលដែរគ្រូបដោបដាលរយៈពេល2ឆ្នាំមកគឺខ្ញុំទៅមកធ្វើរៀបចំលើកទី1គឺទីវា8មិនិនានៅខេមរកូរ៉េស្រុកអូរាំងហើយនឹងខុំសែមនរមរបស់ខ្ញុំផ្ទាល់គឺថាខ្ញុំអត់នឹកស្មានថាថ្ងៃហ្នឹងគឺមានការចូលរួមទាំងប្រជាជននៅក្នុងសហគមន៍ទាំងបងប្អូនសាសានេសាវហើយទាំងភូមិផ្សេងដូចជាភូមិដងកលឹងអីជាដើមហើយនឹងមានការចូលរួមពីអ្នកភូមិនៅក្នុងហ្នឹងហើយនឹងរួមទាំងតំណាងឃុំតំណាងភូមិហើយនឹងគណៈស្រុកគណៈខេត្តគឺខ្ញុំមានការសេចក្តីរំភើបសូមមនោរីករាយមែនតើដែលបានពួកគាត់មកចូលរួមគឺថាថ្ងៃហ្នឹងគឺចូលរួមច្រើនមិញហ្នឹងដូចខ្ញុំឮថាមានស្ត្រី92នាក់ហើយនឹងចំនួនសរុបទាំងអស់ហ្នឹងគឺថា100ទៅដល់39នាក់ចាចឹងខ្ញុំរំភើបខ្លាំងមែនតើលោកគ្រូខ្ញុំអត់នឹកស្មានដល់ទេព្រោះកម្មវិធីហ្នឹងជាលើកទី1សម្រាប់ពួកខ្ញុំយុវជនជាអ្នករៀបចំឡើងផ្ទាល់អញ្ចឹងណាចានឹងហើយជាចុងក្រោយខ្ញុំក៏សូមអរគុណទៅដល់លោកគ្រូអាន់សាហើយនិងលោកគ្រូខ្លាចលោកគ្រូស៊ីសាដែលខំផ្ដល់បទពិសោធន៍ឲ្យនឹងខ្ញុំរយៈពេល2ឆ្នាំកន្លងមកដែរហើយដូចថាឲ្យស្គាល់ពីអ្វីដែលថាភាពជាអ្នកដឹកនាំភាពម្ចាស់ការនៅក្នុងសហគមន៍ភាពជាតំណាងដឹកនាំនៅក្នុងសហគមន៍អញ្ចឹងនាងខ្ញុំទទួលបទពិសោធន៍ច្រើនពីអ្វីដែលនាងខ្ញុំដំបូងគឺមិនសូវមានភាពក្លាហាននឹងការនិយាយស្ដីអីទេទៅណាក៏គេថាខ្ញុំជាមនុស្សមិនសូវនិយាយស្ដីអៀនខ្មាស់តែបដូរមកតាំងពីខ្ញុំចូលអង្គការយុវជនគឺខ្ញុំមានការដូចថាវាមិនឆ្លាតខ្លាំងតែគាត់ថាវាអាចនឹងរួចខ្លួនខ្លះព្រោះពេលខ្លះខ្ញុំអាចតវ៉ាជាមួយទៅដល់លោកអភិបាលរងស្រុកដូចជាថ្ងៃដែលខ្ញុំទៅដូចជាថ្ងៃទី6ខ្ញុំទៅតវ៉ារឿងការបដូរដីធ្លីពីតំបន់ដី255ហិកតាមកដី472ហិកតាហ្នឹងអញ្ចឹងខ្ញុំគឺមានការលើកមតិយោបល់ទៅខាងលោកពូប្រធានអភិបាលរងស្រុកវិញខ្ញុំចែកចម្លែកបទពិសោធន៍និងចំណេះដឹងរបស់ខ្ញុំសូមបន្តទៅដល់យុវជនក្រោយឲ្យគាត់រៀនឲ្យខ្លាំងពូកែរៀនក្លាហានកុំអៀនខ្មាស់ត្រូវមានភាពរឹងមាំភាពជឿជាក់លើសមត្ថភាពខ្លួនឯងហើយខំប្រឹងធ្វើការងារអ្វីដែលយើងអាចជោគជ័យបានគឺយើងធ្វើបន្តិចម្ដងតែពេលយើងធ្វើដូចថាយូរទៅយើងនឹងធ្លាប់គេនឹងគោរពស្រឡាញ់យើងច្រើនហើយសហគមន៍ណាក៏គេស្គាល់យើងហើយមិនថាទាំងភូមិអាជ្ញាធរដូចខ្ញុំជាដើមគេអាចស្គាល់មិនថាខ្ញុំចូលប្លុកនៅខាងឃុំខាងស្រុកខាងខេត្តអីគឺគេអាចនឹងស្គាល់ខ្ញុំច្រើនដែរលោកគ្រូអញ្ចឹងខ្ញុំសូមឲ្យបងប្អូនយុវជនជំនាន់ក្រោយសូមឲ្យគាត់យកគំរូល្អធ្វើល្អលើសនឹងទៀតចាខ្ញុំថាខ្ញុំអត់ទាន់ល្អទេតែគាត់ថាចង់ឲ្យយុវជនល្អជាងនឹងទៅទៀតហើយឲ្យគាត់យកចិត្តទុកដាក់ក្នុងការងារអ្វីដែលគេបានដាក់ឲ្យធ្វើដើម្បីមោទនៈខ្លួនឯងដើម្បីជាតិមាតុភូមិយើងហើយដើម្បីសង្គមគិច្ចសេដ្ឋកិច្ចហើយនឹងដើម្បីសហគមន៍យើងហើយដើម្បីបទពិសោធន៍ខ្លួនឯងផ្ទាល់ផងដែរ